ទស្សនភាពនៅក្នុងវត្តគោក7ផ្លូវ50 ម៉ែត្រនៅទីក្រុងភ្នំពេញបាទមានទស្សនភាពស្អាតដើមឈើធំមានម្លប់ប្រឈឹងប្រឆៃមនុស្សវាចូលមកជ្រកដូចជាខ្ញុំមកចូលជ្រកម្លប់ត្រជាក់ល្ហឹមនេះគឺជាព្រះវិហារវត្តគោក7បាទវត្តគោក7ទស្សនភាពវត្តគោក7បាទណានេះគឺជាសាលាឆាន់វត្តគោក7នៅកន្លែងទៅចុះអង្គុយលេងមានបងប្អូនយើងមកសម្រាប់នៅទីនេះច្រើនដើម្បីទទួលនូវភាពត្រជាក់ត្រជុំនៅវត្តគោក7នេះបាទវត្តនេះស្អាតបាទមានទីធ្លាទូលំទូលាយអាចមកលំមកជ្រកកោនបានបាទវត្តគោក7នេះគឺជាកន្លែងដែលទៅកំពុងសាងសង់មិនទាន់មានថវិកាបច្ច័យគ្រប់បាទកំពុងតែរៀបចំសាងសង់បដាម្ដងតិចទៅតាមលទ្ធភាពដែលវត្តអាចកសាងបានប្រមូលបានបាទនោះគឺជាទីធ្លាចែកដីត្រជាក់មែនតើបងប្អូនអើយនៅក្នុងវត្តនេះជាក់ស្រួលក្នុងការអង្គុយលេងលំហែសម្រាប់កាយសម្រាប់អីនេះដើម7ធំធេងមានសំឡេងសត្វយំជីបជប់នៅក្រោមដើមជ្រៃក្រឹមនេះហើយនឹងដើមច័ន្ទគិរីដ៏ធំស្កឹមស្កៃនេះបាទជាក់មែនតើបងប្អូនហើយในវត្តគោក7នេះគេថាវត្តគោក7វត្តគោក7បាទវត្តគោក7សូមស្វាគមន៍បាទ